សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះល្ងាចកាយពួកខ្ញុំក៏ដល់ពេលត្រូវចេញទៅក្រៅហោអីញ៉ាំដែរឲ្យតែពេលនិយាយដល់រឿងកន្លែងញ៉ាំអីម្ដងដឹងតែឈឺក្បាលហ្មងមិនឈឺក្បាលដោយសារតែអត់ដឹងញ៉ាំអីណាដោយសារតែម្ហូបដែលចង់ញ៉ាំហ្នឹងគឺវាមានច្រើននៅក្នុងខួរក្បាលអញ្ចឹងហើយចង់ទៅកន្លែងតែមួយហើយញ៉ាំបានគ្រប់មុខហ្មងក៏សម្រាប់ចិត្តថាមកកន្លែងចាស់ទៅដែរតាមពិតទៅខ្ញុំមកសៀមរាបក្រោយនេះគឺត្រូវតែមានមួយថ្ងៃខ្ញុំមកញ៉ាំបាយនៅកន្លែងនេះហើយពីព្រោះតែដូចតែខ្ញុំនិយាយនៅខាងដើមវីដេអូអញ្ចឹងមកតែកន្លែងគាត់មួយនេះគឺយើងអាចញ៉ាំបានម្ហូបច្រើនជម្រើសហ្មងណាពីព្រោះតានៅកន្លែងគាត់មួយហ្នឹងគឺមានម្ហូបជាលក្ខណៈប្រពៃណីខ្មែរនិងម្ហូបបែបកូនកាត់អ្វីដែលសំខាន់ណាគឺមុខម្ហូបកន្លែងគាត់ឆ្ងាញ់ហើយត្រូវនឹងចំណង់ចំណូលចិត្តរបស់ពួកខ្ញុំហើយខ្ញុំគិតថាប្រហែលជាបងភាគច្រើនណាគឺស្គាល់កន្លែងហ្នឹងហើយនៅហ្នឹងបងចង់អង្គុយនៅខាងក្នុងហាងក៏បានឬក៏អង្គុយជាប្រភេទកញ្ចក់នៅខាងក្រៅសួនច្បារក៏បានដែរឥឡូវនេះខ្ញុំកំងម្ហូបដែលខ្ញុំចូលចិត្តញ៉ាំហើយនៅហាងគាត់នេះគឺម្ហូបតម្លៃសមរម្យមែនតើបងទាំងអស់គ្នាកន្លងពេលអង្គុយចាំម្ហូបហ្នឹងពួកខ្ញុំក៏ជជែកគ្នាលេងពីរឿងការងារលក់ដូរសម្រាប់ខ្ញុំរាល់ថ្ងៃនេះគឺខ្ញុំមានផែកជួយទិញអីវ៉ាន់ពីប្រទេសចិននិងលក់អីវ៉ាន់អនឡាញតិចតួចដែរមុខរបរកប៉ិចកប៉ុកអង្គកប៉ុងហ្នឹងជីវិតស្ត្រីមានផ្ទះមានតែប៉ុណ្្នឹងឯងចេះតែប្រឹងទៅដើម្បីខ្លាចជាអ្នកមាននឹងគេឥឡូវនេះម្ហូបដែលខ្ញុំបានកំងគឺបានមកដល់ឡាយពួកខ្ញុំមកតែ3នាក់ម៉ែកូនទេអញ្ចឹងហើយក៏ហៅម្ហូបពី3មុខទៅប៉ុន្តែម្ហូបនៅកន្លែងគាត់មួយចានគឺមកពេញចិត្តហ្មងពួកខ្ញុំញ៉ាំអត់ចង់អស់ទេភាគច្រើនគឺខ្ញុំចូលចិត្តញ៉ាំប្រភេទសាច់គោអាំងឬក៏កសោមដោះគោអាំងអីហ្នឹងជាតិហ្មងបងទាំងអស់គ្នាហើយបើថាដាតគោឆាងក្រងអីក៏ឆ្ងាញ់ដែរនៅកន្លែងគាត់ណាតែមកលើកនេះគឺខ្ញុំបានហៅទេដោយសារតែខ្លាចញ៉ាំអត់អស់ខ្ញុំមកហៅតែប៉ុណ្្នឹងមុខផងនៅញ៉ាំអត់ចង់អស់មើលតែរៀងខ្ញុំទៅដឹងហើយខ្ញុំញ៉ាំបដាគឺបចុកបាយកូនបើបដាអាយលឺគឺចូលចិត្តញ៉ាំបាយឆាជាមួយនឹងស្លម្ជូរក្តាតនិយាយទៅកូនខ្ញុំមកចូលចិត្តស្លម្ជូរណាឲ្យតែមានគឺថាញ៉ាំបាយបានច្រើនហ្មងហើយក្រោយពីញ៉ាំបាយហើយគឺថាអង្គុយផ្ងាពោះទាំង3នាក់ម៉ែឪកូនអញ្ចឹងពួកខ្ញុំអង្គុយលេងមួយផ្លែតហើយក៏នាំគ្នាគិតលុយដើម្បីបន្តដំណើរទៅលេង Pub Street ទៀតដោយសារតែខ្ញុំមានគោលបំណងទៅញ៉ាំរបស់ដែលខ្ញុំចូលចិត្តញ៉ាំខ្លាំងណាហើយក៏បានឃើញគេ review នៅក្នុង Facebook អញ្ចឹងចាំការទៀតបានមកដល់ខេត្តសៀមរាបហើយគឺត្រូវតែទៅសាកញ៉ាំហ្មងណាមួយខ្ញុំឃើញហើយគឺថាតំណងមែនតើគួរឲ្យចង់ញ៉ាំខ្លាំងណាអញ្ចឹងមកដល់ហើយកុំឲ្យខាតជើងត្រូវតែទៅសាកពេលនេះពួកខ្ញុំបានមកដល់ផ្សាររាត្រីហើយក៏រុញអាយលីដើរមើលគេមើលឯងសិនកូនខ្ញុំមកគឺអត់សូវចូលចិត្តដើរទេអញ្ចឹងហើយតាំងពីមានអទេសរុញមួយនេះមកគឺកាត់បន្ថយក្នុងការឲ្យប៉ាប៉បានច្រើនមែនតែនអត់សូវហត់ដូចពីមុនទេហើយបើថែមមកតំបន់ភ្លើងពណ៌អីហ្នឹងដឹងតែត្រូវចិត្តគេហើយមើលតែសកម្មភាពទៅដឹងហើយអង្គុយរៀបរឹកឡើងស្ងៀមអត់មានយំទីឲ្យប៉ាប៉ដូចមុនទេហើយនៅតាមផ្លូវដើរវិញអ៊ំពូមីងឃើញហើយតែសាររហូតថាកូនខ្ញុំខ្ជូតពិសេសគឺអ៊ំជន់បរទេសហ្មងពួកគាត់ស្រឡាញ់ចូលចិត្តក្មេងៗណាឃើញអាយលីគូឲ្យស្រឡាញ់ផងនៅឆ្លៀតហៅប្រពន្ធកូនគាត់ឲ្យមើលទៀតណាដោយសារតែកូនបើខ្ញុំគាត់ភ័យឥឡូវមកគាត់លេងខ្ជូតហើយកុំឃើញមានទូចល្អិតអញ្ចឹងបើថាយំវិញស្រែកលឺជាងមីក្រូទៀតហើយដំណើរផ្សងព្រេងចោះទឹកឡើងភ្នំលើកអទេសរុញកូនផងអីផងពុះវាខ្លាំងដើម្បីបានមកញ៉ាំរបស់ពិសេសរបស់ខ្ញុំនៅហាងមីណាជីឡាតូពួកតែខ្ញុំចូលចិត្តញ៉ាំរបស់ត្រជាក់ហើយកូនបើខ្ញុំក៏ចូលចិត្តដែរជីឡាតូនេះគឺគេធ្វើចេញពីផ្លែឈើស្រស់អ្នកទាំងអស់គ្នាហើយខ្ញុំសាកបាន3រសជាតិឆ្ងាញ់ទាំងអស់បើសិនជាអ្នកទាំងអស់គ្នាចង់សាកញ៉ាំអាចទៅសាកបានកន្លែងគាត់ទីតាំងនៅក្នុងផ្សាររាត្រី Pub Street ណាអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយបងប្អូនទាំងអស់គ្នា